បាទជំរាបសួរហើយក៏សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលបាន Subscribe ហើយនឹងមើលវីដេអូខ្ញុំកន្លងមកបាទនេះគឺជាសកម្មភាពក្រុមជើងខ្ញុំបាទចាក់ជើងគោកផ្ទះដែលមានទទឹង7បាទជើងគោកនេះគឺខ្ញុំធ្វើជារបូតផ្ទះពិតអញ្ចឹងខ្ញុំយកខ្ញុំចាក់ຂະຫນາດវា2.10 ម៉ែត្របាទបូកនឹងថ្នឹមមេដំបូលឡើង2.30 ម៉ែត្របាទអញ្ចឹងពីរបូតផ្ទះពិតខ្ញុំយកប៉ុណ្ណឹងបាទបើពុកម៉ែបងប្អូនធ្វើវាមានຂະຫນາດច្រើនបាទសាច់តែការធ្វើរបស់យើងបាទនេះបើពុកម៉ែបងប្អូនចង់ធ្វើកុំឲ្យចោលពេកគឺយកຂະຫນາดនឹងបានបាទតែបើយកចោលយើងអាចយកកម្ពស់2.40 ម៉ែត្រឬក៏2.50 ម៉ែត្របាទដោយសារនេះម្ចាស់ផ្ទះគាត់កុំឲ្យចត់ពេកអញ្ចឹងក្រុមជើងខ្ញុំបានចាក់កម្ពស់នឹងបាទនេះគឺជាសកម្មភាពចាក់សសរទី1បាទខ្ញុំត្រេកអរណាស់ដែលបានពុកម៉ែបងប្អូនខ្លះក៏បានចូល comment ឲ្យវីដេអូកន្លងមកទៅខ្ញុំចេះតែធ្វើវីដេអូបន្តបាទមានអ្វីទេមានតែពាក្យថាអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាដែលតែងតែគាំទ្រវីដេអូខ្ញុំកន្លងមកបាទនេះអានេះគឺចាក់អញ្ចឹងគឺស៊ីបេតុងយើងលាយនៅពីក្រូមកផ្ទះនេះមានទទឹង7គុណឲ្យ18 ម៉ែត្របាទជើងគោកមាន3ដើមបាទតែនេះគឺចាក់ជើងគោកទី1បាទពុំសសរឬក៏ពុំជើងគោកនោះគឺ20គុណនឹង20បាទនេះភាសាចាក់ទៅវាមានការហូរបន្តិចអញ្ចឹងយើងត្រូវញុកបន្ថែមគ្នាបន្ថែមដើម្បីឲ្យបកមកកុំឲ្យមានជួយឬបង្ហោងសសររបស់គេបាទនេះគឺនៅក្រោមអ្នកទីវិតុងម្នាក់នៅលើ2នាក់បាទចាក់ម្នាក់អ្នកយើងម្នាក់បាទស្ដារជើងរៀបអត់ហើយយើងចាប់ផ្ដើមចាក់ជើងគោកដើម្បីឡើងមេតាវ៉ូលហើយបាទតក់មេឃរាំងចាំពេលធ្វើដំបូលខ្ញុំនឹងថតបង្ហាញពុកម៉ែបងប្អូនបន្តទៀតបាទហើយខ្ញុំឥឡូវមានតែវីដេអូរៀបអត់តែកដាលទេអត់មានអីប្លែកទេបាទអញ្ចឹងវគ្គនេះគឺវគ្គចាក់សជើងគោកហើយបាទអញ្ចឹងទៅធ្វើជាវីដេអូបង្ហាញពុកម៉ែបងប្អូននៅសកម្មភាពនឹងខ្លះបាទគឺយើងយោងដោយដៃទេបាទដោយសារកម្ពស់តែ4 ម៉ែត្រយ៉ាងយើងខ្ជិលប្រើរ៉តដោយសារតិចអញ្ចឹងយើងយកដៃក៏បានដែរបាទបើចាក់ច្រើនយើងអាចប្រើរ៉តឬកុំព្យូទ័រយកតែនេះដោយសារក្នុងកម្ពស់ហ្នឹងគឺយើងចាក់បេតុងអស់តែខ្សាច់3ត្រូថ្ម3ត្រូហើយនឹងស៊ីម៉ង់កន្លះបាវជាងបាទយើងដាក់ឲ្យចាស់បន្តិចទៅល្អបាទជាក់ស្ដែងយើងលេខ4មួយគឺចាក់សសរបេតុងបានតែយើងទៅ3យើងអត់ដាក់ដល់មកទេបាទគឺដាក់កន្លះ3ជាងគឺចាក់បានចិត្តពាក់កណ្ដាលហើយបាទចាំយើងចាក់ហើយចាំមើលពេលវគ្គឡើងជាផ្ទងឬក៏អីខ្ញុំនឹងថតបង្ហាញពុកម៉ែបងប្អូនតទៀតបាទសម្រាប់ខ្ញុំទោះបីមិនសូវមានបងប្អូនមើលក៏ខ្ញុំនៅតែថតផុសហើយអំភាពដើម្បីកំសាន្តទឹកសប្បាយទាំងអស់គ្នាបាទចែករំលែកបងប្អូនខ្លះដែលគាត់ចង់ដឹងចង់ឃើញបាទអញ្ចឹងគឺខ្ញុំធ្វើបាទសទី1បាទអ្នកចាក់កំពុងតែចាក់អ្នកយោងកំពុងតែយោងញាប់ដៃស្មីដែរបាទខ្ញុំអរគុណខ្លាំងដែលពុកម៉ែបងប្អូនបាន Subscribe Channel YouTube របស់ខ្ញុំបាទកន្លងមកហើយនឹងបងប្អូនដែលតែងតែចូលមើលគាំទ្រ Channel របស់ខ្ញុំបាទ Channel របស់ខ្ញុំនេះបង្កើតដូចជាចិត្តចូល2ឆ្នាំហើយបាទតែពេលខ្លះក៏ផុសពេលខ្លះក៏អត់បានផុសទេបាទដោយសារអត់បានថតជាវីដេអូ
ទៅក៏អត់បានផុតទេបាទចឹងចាក់ឲ្យមកក្រុមការងាររៀបអិតក៏រៀបជាបន្ទប់ទៅអ្នកចាក់ក៏ចាក់ទៅបាទមានក្រុមជាងខ្លះគាត់រៀបអិតក្រុមបានអ្នកទៀតគឺគាត់ដើរចាក់ឬក៏បាទផ្ទះនេះនៅនឹងជាប់នឹងផ្លូវកស៊ូដែរទេបាទតែខាងក្រោយគឺមានជាការរំលងខាងមុខគឺមានផ្ទះតិចកម្មតែខ្ញុំថតអត់ឲ្យជាប់ទេគឺខ្ញុំថតសារតិចកម្មនៅម្ខាងផ្លូវម្នាក់ខ្ញុំដាក់កាមេរ៉ាបែរក្រោយបើខ្ញុំថតពីក្រោយមកមុខគឺបានឃើញជាខ្នល់អីបានតែនេះខ្ញុំថតពីមុខទៅក្រោយចឹងគឺឃើញតែការរំលងបាទការរំលងទេសភាពដ៏ស្រស់ស្អាតបាទជាងគាត់កំពុងទៅមើលពុំខ្លាចចាក់ទុះពុំអីចឹងទៅវាបញ្ហាស្អុយសសររបស់ចាស់ផ្ទះកុំអោយគាត់អន់សពុនចិត្តអញ្ចឹងគឺយើងធ្វើដោយចិត្តចង់យើងចាក់ 4-5 កតោអញ្ចឹងទៅយើងត្រូវស្ទាបស្ទង់មើលពុំរបស់យើងថាវាមានបញ្ហាឬក៏អត់បើមានបញ្ហាយើងអាចវាយគ្នាថែមឬក៏បាញ់ពេកដោយសារពុំនេះខ្ញុំធ្វើបក2ជ្រុងបាទខ្ញុំវាយជាគ្នាបើមិននោះយើងបាញ់វិញជាប់អស់ហើយ2ជ្រុងនោះបាទដល់ពេលអញ្ចឹងយើងបកមកគុំហើយយើងវាយជាគ្នាបើយើងដោះមួយសន្លឹកវាពិបាកដោយសារនៅខ្ពស់យើងខ្ជិលយើងចិត្តបកជា2អញ្ចឹងទៅគុំហើយវាលឿនជាងយើងបកមួយបានតែបើបកមួយវាស្រាលលើកតែយូរដំឡើងអញ្ចឹងក៏ក្រុមជាងខ្ញុំបាទគាត់សម្រាប់ធ្វើជាពុំ2ជ្រុងបាទដើម្បីងាយស្រួលក្នុងការដំឡើងរបស់គាត់បាទគាត់ចាប់ដើមបួសដើម្បីឲ្យដឹងតម្រូវកម្ពស់នឹងឡើងមានដំបូលទៀតកុំឲ្យពិបាកកាត់ពិបាកអីចឹងយើងចាក់យកឲ្យត្រូវទៅហើយដំបូលរបស់ខ្ញុំបាទគឺខ្ញុំចាក់20គុណ20ដែរបាទគឺខ្ញុំអត់ប្រើដែកទេហើយដំបូលគឺខ្ញុំប្រើជាបេតុងសុទ្ធបាទបើបេតុងខ្ញុំប្រើជាដែកអញ្ចឹងវាមានសសរទឿខ្លីៗទៀតតែមិនទាន់ចាក់ទេបាទនេះគឺ